ស្វាគមន៍មកកាន់ mini vlog អ្នកទាំងអស់គ្នាចាបើកបានវីដេអូមកក៏ដឹងថាអ្នកកាត់នេះវល់ប៉ុណ្ណាដែរចេះតែកាត់ទៅវីដេអូអាមុខដាក់ក្រោយដាក់មុខវល់ពេញហ្នឹងហ្មងតែធ្វើមកយើងចង់ធ្វើ content creator អញ្ចឹងមានតែចេះកាត់ទៅមើលតាមកាត់ខ្ញុំមកដឹងឯអ្នកទាំងអស់គ្នាមើលឲ្យកាត់នេះយកទាំងអស់គ្នាទៅវីដេអូក៏ញ៉ៃអ្នកនិយាយក៏ញ៉ៃដែរខ្ញុំនិយាយមួយថ្ងៃអត់ប្រាប់បងប្អូនថាត្រូវទៅលេងនៅណានេះអញ្ចឹង vlog ហ្នឹងគឺខ្ញុំទៅលេង resort លំហែចងចាំចងចាំលំហែអ្នកទាំងអស់គ្នាសូម្បីតែឈ្មោះ resort អីក៏និយាយអត់ត្រូវដែរនេះអញ្ចឹងនៅពេលដែលជីដល់ពេលកណ្ដាលផ្លូវពួកខ្ញុំក៏ឈប់ញ៉ាំអីផ្លែតសិនព្រោះពេលព្រឹកព្រលឹមហ្នឹងអត់ទាន់បានញ៉ាំអីហើយខ្ញុំទៅនេះគឺទៅ2គូអ្នកនរគ្នាគឺទៅចំនួន4នាក់2គូខ្ញុំញ៉ាំអីហើយក៏ចាប់ផ្ដើមចេញដំណើរបន្តទៀតឥឡូវគឺដល់ផ្សារឈូកណាអ្នកនរគ្នាកន្លែងគេលក់ទាអាំងច្រើនអ្នកនរគ្នាដឹងហើយយើងមកកពតគឺកន្លែងហ្នឹងហើយដែលគេលក់ទាអាំងច្រើនជាងគេឥឡូវគឺពួកខ្ញុំជីពេលនេះគឺដល់កពតហើយអ្នកនរគ្នាគឺថាលឿនមែនតើជីម៉ូតូគឺលឿនហ្មងភ្លេចខ្លួនដល់កពតពីផ្ទះខ្ញុំមកកពតជីប្រហែលជាខ្ទង់1ម៉ោងជាងឯអ្នកនរគ្នាគឺថាលឿនដែរពួកខ្ញុំដល់កពតភ្លាមគឺសំដៅមករកនំបញ្ចុកទឹកមហិច្ឆតាអ្នកនរគ្នាដោយសារតែ resort ខ្ញុំគេហ្នឹងគេឲ្យ check in ម៉ោង2អ្នកនរគ្នាអញ្ចឹងពួកខ្ញុំក៏សម្រេចចិត្តថាមកញ៉ាំនំបញ្ចុកទឹកមហិច្ឆហើយនិងនំកងនៅកន្លែងដែលគេល្បីនៅកពតហ្នឹងអ្នកនរគ្នាបន្ទាប់មកបាទខ្ញុំចេញដំណើរទៅកន្លែងគេដោយសារតែខ្ញុំមកដល់កពតនេះគឺទៅតែម៉ោង11អ្នកនរគ្នាអញ្ចឹងខ្ជិលនៅចាំអញ្ចឹងក៏សម្រេចចិត្តអង្គុយលេងនៅកន្លែងនំបញ្ចុកទឹកមហិច្ឆហ្នឹងហ្មងទៅញ៉ាំនំកងញ៉ាំនំបញ្ចុកញ៉ាំអីចឹងទៅអារឿងដើរលេងនេះមួយមិនតែមាន plan ភ្លួយអីដូចគេទេលោកអើយទៅដល់កន្លែងណាឃ្លានកន្លែងណាឈប់ញ៉ាំកន្លែងហ្នឹងហ្មងឥឡូវគឺថាដល់មកខ្ញុំទៅកន្លែងគេញ៉ៃខ្ញុំទៅកន្លែង resort ដែលខ្ញុំកក់នឹងហើយអញ្ចឹងអ្នកនរគ្នាមើលលេងសិនទៅខ្ញុំខ្ជិលនិយាយខ្ញុំដាក់សលេងចោលអញ្ចឹងកុំឲ្យសាំតប៉ៃឲ្យញ៉ៃច្រើនអញ្ចឹងណាអ្នកនរគ្នាខ្ជិលដាក់វីដេអូតាមផ្លូវច្រើនណាឥឡូវកាត់ចោលហ្មងយើងកាត់មកដល់ resort ហ្មងអ្នកនរគ្នាហើយកន្លែងខ្ញុំមកគេនេះផងដែរគឺមានឈ្មោះថាចងចាំលំហែនិយាយទៅកន្លែងគេមុខខាំសាហាវហ្មងអ្នកនរគ្នាប៉ុន្តែ fresh ធម្មតាយើងចង់បានកន្លែងដែល fresh ខ្យល់លះហើយត្រជាក់មានដើមឈើធម្មជាតិព្រៃព្រឹក្សាអីអញ្ចឹងត្រូវតែមានផលលំបាកខ្លះហើយមិនអីទេយូរដើរលេងម្ដងអញ្ចឹងឲ្យមុខបឺតឈាមខ្លះអញ្ចឹងទៅឲ្យមុខបឺតឈាមខ្លះអញ្ចឹងទៅដល់ពេលគ្រុនឈាមឲ្យដឹងថាស៊ីតឡឹងតឹងវាយូរប៉ុណ្ណាតែយាលេងមិនមែនអីកន្លែងគេហ្នឹង fresh មែនតើអ្នកនរគ្នា fresh ឲ្យខ្យល់ឡើងត្រជាក់ហើយឡើងម្លប់ហ្មងនិយាយទៅសិតតែដើមឈើសិតតែម្លប់ឈើទាំងអស់ឃើញកន្លែងស្អាតពេកក៏ទាញកាមេរ៉ាមកថតខ្លួនឯងតិចមើលកន្លែងដើរទៅតាមផ្លូវហ្នឹងអ្នកនរគ្នាហើយខ្ញុំនេះក៏អញ្ចឹងទៀតឃើញកាមេរ៉ានិយាយទៅគឺឃើញកាមេរ៉ាបានហ្មងអេនអនកាមេរ៉ាសាហាវហ្មងឥឡូវពួកខ្ញុំដើរមកដល់កន្លែង check in ហើយក៏បានជួបប្រទះជាមួយនឹងឆ្មាសមុទ្រអ្នកនរគ្នានៅខាងក្រៅគឺធំខ្លាំងមែនតើហ្មងខ្ញុំសួរអ្នកនៅកន្លែងហ្នឹងគាត់ថាឆ្មាហ្នឹងទម្ងន់ប្រហែលជាខ្ទង់6គីឡូ7គីឡូអ្នកនរគ្នាឆ្មាឈ្មោលធំមែនតើហ្មងនិយាយទៅគេមេតំបន់នៅហ្នឹងហ្មងខ្ញុំលើកគេ3គេពងដេកមុខមើលសាហាវហ្មងនិយាយទៅបាទ resort ហ្នឹងសុទ្ធតែទឹកដីគេហ្មងគេដើរពេញហ្នឹងទាំងអស់ហ្មងឆ្មាហ្នឹងខ្ញុំដាក់ហាស្នាមឲ្យតែមេតំបន់នេះអ្នកនរគ្នាដោយសារតែវាដើរមើលនិយាយទៅអ្នកញ៉ាំអីនៅលើឆ្នេរហ្នឹងគឺវាដើរមើលគ្រប់តុកទាំងអស់ហ្មងតែមិនដើរមើលអីណាអ្នកនរគ្នាវាទៅលួងគេស៊ីអ្នកនរគ្នាវាទៅនៅនឹងអាលគៀកកាយមានអីខ្ញុំចាញ់បោកវាអស់ត្រី3 4កតុយដែរឲ្យវាស៊ីអ្នកនរគ្នាត្រីកំងឥឡូវខ្ញុំដើរមកដល់កន្លែងគេនេះអ្នកនរគ្នាកន្លែងគេរបៀបលក្ខណៈថាដូចជាកញ្ចុះស្បូវអញ្ចឹងប៉ុន្តែគេធ្វើមានបន្ទប់ទឹកមានខែមានអីអញ្ចឹងណាអ្នកនរគ្នាប៉ុន្តែបន្ទប់ហ្នឹងមានតែតង្ហានលេងអ្នកនរគ្នាហើយមក resort ខ្ញុំធ្លាប់គេហ្នឹងមានតែកន្លែងហ្នឹងឯងធូរជាងគេអ្នកនរគ្នាគ្រាន់តែវាអត់មានម៉ាស៊ីនត្រជាក់អញ្ចឹងបាទខ្ញុំថាមុខខាំហ្នឹងអ្នកនរគ្នាតែគ្រាន់តែកន្លែងបរិយាកាសគេគឺ fresh សាហាវហ្មងអ្នកនរគ្នាអើយខ្យល់មកត្រជាក់លហើយនៅក្រោមដើមជ្រៃអញ្ចឹងណាអ្នកនរគ្នានិយាយទៅដូចយើងទៅគេងនៅលើកោះអញ្ចឹងណាអ្នកនរគ្នាបន្ទាប់ពីឈប់សម្រាកបានមកផ្លែតពួកខ្ញុំក៏ចេញដំណើរទៅកែបអ្នកនរគ្នារៀបចំចេញទៅកែបណាមួយទឹកមួយអីហើយជិះម៉ូតូចេញទៅកែបដើម្បីទៅទិញគ្រឿងសមុទ្រយកមកញ៉ាំជីមកដល់ផ្សារកែបអ្នកនរគ្នាលឿនមែនតើហ្មងដោយសារតែខ្ញុំកាត់វីដេអូនិយាយពីថាហំហានសាហាវណាអ្នកនរគ្នាគ្រឿងសមុទ្រនៅផ្សារកពតអត់ទិញទេសុកចិត្តជិះម៉ូតូពីកពតមកដល់កែបដើម្បីទិញគ្រឿងសមុទ្រយកទៅញ៉ាំនៅកន្លែងគេងអ្នកនរគ្នាគិតមើលពីកពតមកដល់កែបប្រហែលគីឡូហើយពួកខ្ញុំជិះតាំងពីកពតមកកែបដើម្បីគ្រាន់តែទិញគ្រឿងសមុទ្រទេណាអ្នកនរគ្នាអត់មានបានមកអង្គុយលេងអង្គុយអីណាគ្រាន់តែទិញគ្រឿងសមុទ្រហើយគឺទៅកន្លែងគេងវិញហ្មងចាពួកខ្ញុំហ្នឹងមានចការជួលជ្រើមនឹងជិះម៉ូតូដើរអញ្ចឹងណាអ្នកនរគ្នាបន្ទាប់មកពួកខ្ញុំក៏បានទិញគ្រឿងសមុទ្រទិញអីទិញក្តាមរួចរាល់អីហើយអស់ហើយក៏រៀបចំចេញទៅវិញអ្នកទាំងអស់គ្នារៀបចំចេញទៅវិញហ្នឹងពីអ្នកប្តីប្រពន្ធមានអារម្មណ៍ថាឃ្លានឈប់ញ៉ាំមុខពាក់កណ្ដាលផ្លូវសិនអ្នកទាំងអស់គ្នាកន្លែងគេលក់មឹកកន្លែងពីខាងជើងផ្សារក្តាមក៏ឈប់ញ៉ាំមឹកសិនដើម្បីធ្លាប់ពោះកុំឲ្យហេវពេកចាពួកខ្ញុំក៏ជីមកដល់ខេត្តកពតវិញអ្នកគ្នាកន្លែងសេះសមុទ្រហ្នឹងជីកាត់ក៏បានថតមកផ្លែតចឹងទៅអ្នកគ្នាតែបានចូលទេឥឡូវពេលនេះទំរាំតាមកដល់កន្លែងគេរៀបចំបានញ៉ាំអីគឺយប់ល្មមហ្មងពេលយប់ហ្នឹងអត់មានបានថតរូបអីស្អាតគឺអត់អលីងហ្មងអ្នកទាំងអស់គ្នាដោយសារតែទំរាំមកពីកែបមកដល់កន្លែងយើងគេងវាម៉ោង6ហ្នឹងមករៀបចំឲ្យម៉ោង6ជាងបាត់យប់បណ្ដោយអ្នកទាំងអស់គ្នាពងតាអង្គុយញ៉ាំអីឈិលសុកហ្នឹងស្រាប់តែប្តីធ្វើរឿងមួយអ្នកទាំងអស់គ្នាអើយអត់មានដឹងខ្លួនអីមិនតិចហ្មងគឺថាប្តី surprise birthday ខ្ញុំអ្នកទាំងអស់គ្នាអើយខ្ញុំមានដឹងខ្លួនអីមិនតិចហើយខ្ញុំទៅដូរ outfit ចេញអស់លីងហ្មងគឺពាក់កៅដេកយប់ធម្មតាហ្មងហើយបើប្តីនិយាយទៅប្តីអត់មានឲ្យដឹងខ្លួនអីមិនតិចហ្មងក៏អត់ដែរមានអីដូរ outfit ចេញអស់លេងពាក់អាវដេកបណ្ដោយអ្នកគ្នាអើយអត់បានថតរូបជាមួយនឹងប្តីអីស្អាតទេអត់ទេចប់ហ្មង
ហើយអ្នកនរគ្នាឃើញខ្ញុំបួងសួងណាមិនបួងសួងអីអ្នកនរគ្នាគ្មានអីក្រៅពីបួងសួងឲ្យប្តីរកបានប្តីរកស៊ីកាក់កបអីហ្នឹងគឺយើងសប្បាយចិត្តហ្មងតែប្តីរកបានគឺដឹងតែបានដើរលេងញឹកហើយដឹងតែប្តីឲ្យលុយចាយច្រើនហើយអញ្ចឹង birthday រាល់ឆ្នាំគ្មានបួងសួងអីក្រៅពីឲ្យប្តីរកបានរកស៊ីកាក់កបទេចិត្តជាប្រពន្ធណាគ្មានអីសប្បាយចិត្តជាងពេលប្តីរកបានទេនិយាយទៅប្រពន្ធណាក៏ដូចប្រពន្ធណាដែរហើយមួយទៀតនឹងខ្លួនឯងសុខភាពល្អហើយនឹងធាត់ជាងមុនអញ្ចឹងអ្នកនរគ្នាដោយសារតែស្គមមែនតើហ្មងចង់ធាត់សាហាវហ្មងតែវាអត់ធាត់សោះហើយឥឡូវពួកខ្ញុំក៏បានញ៉ាំអីរួចរាល់អស់ដែរពួកខ្ញុំក៏បានមកបន្ទប់គេងប៉ុន្តែសំខាន់គឺមេតំបន់មកអឺតមើលទៀតអ្នកនរគ្នាមិនត្រឹមតែអឺតមើលគឺចូលដល់ក្នុងបន្ទប់ខ្ញុំតែម្ដងអ្នកនរគ្នាបន្ទាប់ពីមកយប់ហ្នឹងមកព្រលឹមឡើងពួកខ្ញុំក៏រៀបចំអីវ៉ាន់ចេញទៅញ៉ាំអីនៅក្រៅនេះឥឡូវនេះពងតដើរទៅកន្លែងបងលុយហើយកន្លែងបងលុយគេហ្នឹងក៏គេមានជាកាហ្វេគេមានជាម្ហូបកំងអីញ៉ាំពេលផឹកដែរអ្នកទាំងអស់គ្នាកន្លែងគេគឺស្អាតហ្មងរបៀបលក្ខណៈធម្មជាតិអញ្ចឹងណាកន្លែងនេះឃើញប្តីអង្គុយស្អាតពេកក៏លួចថតប្តីអីចឹងទៅអង្គុយរបៀបឈៀលម្នាក់ឯងអញ្ចឹងណាហើយខ្ញុំក៏ជិះម៉ូតូចេញមកហើយអ្នកនរគ្នាក៏បានសួរគ្នានិយាយគ្នាក៏សម្រេចចិត្តថាទៅញ៉ាំបាយព្រលឹមឡើងនៅទឹកឈូសម្រាប់បាយពេលព្រឹករបស់ពួកខ្ញុំគឺម៉ោង 10 អ្នកទាំងអស់គ្នាមិនមែនម៉ោង 6 7ដូចគេទេគឺម៉ោង 10ហើយទំនំជិះម៉ូតូទៅដល់ហើយនៅកំងទម្រាំបានញ៉ាំទៀតគឺម៉ោង 11 ល្មមអ្នកទាំងអស់គ្នាគឺម៉ោងបាយថ្ងៃត្រង់ល្មមហ្មងណាពីជិះម៉ូតូអស់មួយសន្ទុះមកពួកខ្ញុំក៏បានមកដល់កន្លែងញ៉ាំអីអ្នកទាំងអស់គ្នានៅទឹកឈូហើយពួកខ្ញុំក៏បានកំងមហូប3មុខអ្នកទាំងអស់គ្នាសម្រាប់ញ៉ាំបាយពេលព្រឹកហ្នឹងអ្នកទាំងអស់គ្នាអូមិនបាយពេលព្រឹកអ្នកទាំងអស់គ្នាគឺបាយថ្ងៃត្រង់ហ្នឹងហើយអ្នកទាំងអស់គ្នាហើយសម្រាប់ប្លុកខ្ញុំគឺមានតែប៉ុណ្្នឹងទេ